សូមស្វាគមន៍មកកាន់ Book Base ថ្ងៃនេះខ្ញុំនឹងនិយាយអំពីគ្រួសារ Dursley ឈ្មោះគ្រួសារ Dursley គឺជាពាក្យដំបូងនៅក្នុងរឿង Harry Potter ទំព័រដំបូងចម្ពោះដំបូងនិងសៀវភៅដំបូងតើវាសំខាន់ប៉ុណ្ណាចូលយើងស្ដាប់រឿងរ៉ាវរបស់ពួកគេគ្រួសារ Dursley មានសមាជិក3នាក់គឺ Vernon Dursley, Petunia Dursley និង Dudley Dursley តួអង្គដំបូងដែលខ្ញុំចង់និយាយអំពីគឺ Petunia ជីវិតកុមារភាពរបស់នាងមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងរឿង Harry Potter ឈ្មោះពិតរបស់ Petunia គឺ Evans Petunia កើតក្នុងគ្រួសារ Muggle នាងជា Muggle ធម្មតាម្នាក់ដែលខុសគ្នាឆ្ងាយពីប្អូនស្រីរបស់នាងប្អូនស្រីរបស់ Petunia គឺ Lily Evans ជាមេធ្មប់នាងចាប់ផ្ដើមបង្ហាញអំណាចវេទមន្តរបស់នាងតាំងពីនាងនៅក្មេងឧទាហរណ៍នាងអាចអណ្ដែតលើអាកាសបានយូរហើយធ្លាក់មកដីដោយសុវត្ថិភាពនាងអាចធ្វើឲ្យផ្ការីកហើយត្រឡប់មកធម្មតាវិញ Petunia ច្រណែននឹងអំណាចវេទមន្តរបស់ប្អូនស្រីនាងដូច្នេះនាងបានព្យាយាមប្រាប់ប្អូនស្រីរបស់នាងឲ្យឈប់ធ្វើបែបនោះថ្ងៃមួយ Petunia និង Lily នៅសួនកុមារ Severus Snape ដែលកំពុងមើលបានសម្រេចចិត្តទៅរកនាងហើយនិយាយថា Lily អ្នកជាមេធ្មប់ហើយ Petunia អ្នកជា Muggle នៅពេលនោះ Petunia មិនដឹងថា Severus ចង់មានន័យយ៉ាងណាទេនាងមានអារម្មណ៍ថានាងមិនចូលចិត្តក្មេងប្រុសនេះទេដូច្នេះនាងប្រញាប់នាំ Lily ទៅផ្ទះបន្ទាប់ពីនោះ Lily និង Snape បានក្លាយជាមិត្តភក្តិនឹងគ្នាចាប់តាំងពីពេលនោះមក Severus ជាធម្មតានឹងប្រាប់ Lily អំពីរឿងនិទានប៉ុន្តែ Petunia បានប្រាប់ Lily ថា Severus កំពុងកុហកតាមពិតទៅ Petunia ដឹងថារឿងនេះជាការពិតនាងចង់ក្លាយជាមេធ្មប់ហើយនាងបានសរសេរសម្បត្តិមួយទៅកាន់ Dumbledore ដើម្បីសុំឲ្យគាត់នាំនាងទៅសាលារៀនប៉ុន្តែ Dumbledore បានឆ្លើយតបដោយពាក្យគួរសមមួយថាគាត់មិនអាចនាំ Petunia ទៅសាលារៀនបានទេថ្ងៃមួយ Petunia បាន Lily និង Severus កំពុងនិយាយគ្នាអំពី Severus ប្រាប់ Lily អំពីគុក Azkaban និងវិញ្ញាណប៉ុន្តែនៅទីបញ្ចប់ពួកគេបានដឹងថា Petunia កំពុងលួចស្ដាប់ការសន្ទនាដូច្នេះ Petunia មានអារម្មណ៍ខ្មាស់អៀនហើយបានសួរ Severus ថាតើអ្នកពាក់អាវម្ដាយរបស់អ្នកដោយរបៀបណាហើយនោះធ្វើឲ្យ Severus ខឹងយ៉ាងខ្លាំងរហូតដល់គាត់មិនអាចគ្រប់គ្រងអំណាចរបស់គាត់បានហើយដំបងមួយបានធ្លាក់មកលើ Petunia បានយំហើយរត់ចេញ Lily គិតថា Severus ធ្វើឲ្យប្អូនស្រីរបស់នាងឈឺចាប់ដូច្នេះនាងប្រញាប់រត់ទៅលួងលោមប្អូនស្រីរបស់នាងនៅពេលដែល Lily ត្រូវទៅ Hogwarts Petunia បានបញ្ជូនប្អូនស្រីរបស់នាងទៅសាលា 9704 Lily បានប្រាប់ Petunia ថានាងនឹងព្យាយាមនិយាយជាមួយ Dumbledore ក្នុងករណី Dumbledore ផ្លាស់ប្ដូរចិត្តហើយយក Petunia ទៅសាលារៀនប៉ុន្តែ Petunia បានកុហកថានាងមិនចង់ទៅសាលានោះទេព្រោះសាលានោះទទួលយកតែមនុស្សចម្លែកប៉ុណ្ណោះ Lily មានការសោកសៅយ៉ាងខ្លាំងនៅពេល Petunia និយាយថា Lily បាននិយាយថានាងបានឃើញសម្បត្តិរបស់ Dumbledore ដែល Petunia សរសេរដើម្បីសុំឲ្យគាត់នាំនាងទៅសាលារៀនហើយនោះធ្វើឲ្យ Petunia ខឹងយ៉ាងខ្លាំងដែល Lily បានចូលមកក្នុងបន្ទប់របស់នាងដោយបង្ខំហើយបន្ទាប់ពី Lily ឡើងលើភ្លើងទៅ Hogwarts ទំនាក់ទំនងរបស់ពួកគេលែងដូចដើមទៀតហើយ Petunia មានអារម្មណ៍ថាតាំងពីនាងនៅក្មេងមកឪពុកម្ដាយរបស់នាងស្រឡាញ់ Lily ច្រើនជាងដោយសារតែ Lily មានចិញ្ចៀនវេទមន្តនៅពេលដែល Petunia ធំឡើងនាងបានផ្លាស់ចេញពីផ្ទះនៅ Hogwarts ទៅធ្វើការនៅទីក្រុង London ហើយនោះបានធ្វើឲ្យនាងជួប Vernon Dursley ដែលធ្វើការជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនមួយ Vernon មានប្អូនស្រីម្នាក់ទៀតនាងឈ្មោះ Marjorie Dursley ត្រូវបានគេស្គាល់ផងដែរថាជា Ming Marge រស់នៅក្នុងផ្ទះធំមួយនៅ Cornwall ហើយនាងមានការងារជាឪពុកនៅក្នុងស្ថាន Bulldog Petunia និង Vernon បានចាប់ផ្ដើមណាត់ជួបនិងបានណាត់ជួបច្រើនដងរហូតដល់ Vernon សម្រេចចិត្តសុំ Petunia រៀបការជាមួយគាត់ហើយ Petunia ក៏យល់ព្រមភ្លាមប៉ុន្តែ Petunia ព្រួយបារម្ភអំពីប្អូនស្រីមេធ្មប់របស់នាងព្រោះ Vernon តែងតែចូលចិត្តមើលងាយអ្នកដទៃប៉ុន្តែនៅទីបញ្ចប់ Petunia បានសម្រេចចិត្តប្រាប់ Vernon ថានាងមានប្អូនស្រីមេធ្មប់ធ្វើឲ្យ Vernon ភ្ញាក់ផ្អើលប៉ុន្តែ Vernon បាននិយាយថាគាត់មិនខ្វល់ទេនៅទីបញ្ចប់ពួកគេបានជួបគ្នាជាលើកដំបូង Lily Evans បានមកជាមួយមិត្តប្រុសរបស់នាង James Potter ការជួបគ្នាលើកដំបូងមិនមែនជារឿងល្អទេព្រោះខណៈពេលដែល Vernon កំពុងត្អូញត្អែរអំពីឡានដែលគាត់កំពុងបើកបរ James បានត្អូញត្អែរអំពីយន្តហោះរបស់គាត់ Vernon ដឹងថា James មិនដំណើរការទេដូច្នេះគាត់គិតថា James ត្រូវតែរស់នៅគាត់អាចរស់នៅដោយប្រាក់ខែរបស់គាត់បានប៉ុន្តែ James បាននិយាយថាឪពុកម្ដាយរបស់គាត់បានទុកលុយច្រើនសម្រាប់គាត់ Vernon មិនយល់ពីអ្វីដែល James ចង់មានន័យនោះទេហើយគាត់មិនដឹងថាគាត់គួរមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះទេនៅទីបញ្ចប់ Petunia និង Vernon បានចាក់ចេញពីភោជនីយដ្ឋាន Lily ចាប់ផ្ដើមយំហើយ James បានសន្យាថាគាត់នឹងប្រសើរជាងប្រសិនបើគាត់បានជួប Petunia និង Vernon ម្ដងទៀតនៅក្នុងពិធីមង្គលការរបស់ Petunia និង Vernon Lily មិនត្រូវបានជ្រើសរើសជាមិត្តរបស់ Petunia ទេលើសពីនេះVernon មិនចង់និយាយជាមួយ James នៅក្នុងពិធីមង្គលការទេប៉ុន្តែគាត់ចង់និយាយវាដោយការប្រមាថដូច្នេះ James អាចចាត់ថាគាត់គ្រាន់តែជាអ្នកស្ម័គ្រចិត្តម្នាក់បន្ទាប់ពីនោះ Petunia និង Vernon រស់នៅជាមួយគ្នានៅក្នុងផ្ទះទី4 Private ហើយអ្នកទាំងពីរមិនមែនជាពិធីមង្គលការរបស់ Lily និង James ទេ Petunia បានឈប់ពីការងារដើម្បីធ្វើជាស្ត្រីមេផ្ទះនាងបានចំណាយពេលទំនេរភាគច្រើនរបស់នាងដើម្បីប្រាកវែងមិនធម្មតារបស់នាងដើម្បីចែកចង់ជាមួយមិត្តរួមផ្ទះ2នាក់របស់នាង Petunia និង Vernon មានកូនប្រុសម្នាក់ឈ្មោះDudley ពួកគេត្រូវបានគេលួងលោមរហូតដល់ Dudley ជាក្មេងប្រុសរពីសម្នាក់ត្រឹមតែ5សប្តាហ៍បន្ទាប់ពីថ្ងៃកំណើតរបស់ Dudley ពួកគេបានទទួលសម្បត្តិពី Lily និង James ពួកគេមានកូនប្រុសម្នាក់ឈ្មោះ Harry Potter ប៉ុន្តែ Petunia
មិនខ្វល់ទេដូច្នេះនាងបានបោះសម្បត្តិនោះចោលទោះបីជាភីធូនីព្យាយាមលាក់ប្អូនស្រីរបស់នាងក៏ដោយវាមិនមានន័យថានាងមិនស្រឡាញ់លេលីទេប៉ុន្តែនាងច្រណែននឹងលេលីភីធូនីមានអារម្មណ៍ថាមានកំហុសតាមពិតទៅនាងស្រឡាញ់ប្អូនស្រីរបស់នាងហើយនាងសង្ឃឹមថានាងមានអាថ៌កំបាំងមួយនាងចង់ទៅ Hogwarts ប៉ុន្តែនាងបានរក្សាវាជាសម្ងាត់ហើយមិនដែលប្រាប់ Vernon ឡើយនៅព្រឹកថ្ងៃទី1ខែកក្កដាឆ្នាំ1981វាជាថ្ងៃធម្មតាមួយ Vernon បានទៅធ្វើការដូចសពមួយដងខណៈពេលដែលគាត់កំពុងបើកឡានចេញពី Private គាត់បានឃើញឆ្មាមួយក្បាលកំពុងអានផែនទីគាត់គិតថាគាត់អាចនឹងបាត់បង់ការមើលឃើញហើយ Vernon បានឃើញមនុស្សចម្លែកម្នាក់ស្លៀកឈុតហើយមនុស្សទាំងនោះបាននិយាយអំពីគ្រួសារ Potter ហើយក្មេងប្រុសម្នាក់ឈ្មោះ Harry Vernon មានអារម្មណ៍ស៊ាំនឹងឈ្មោះនេះគាត់ចង់ដាក់ឈ្មោះ Petunia ប៉ុន្តែគាត់បានសម្រេចចិត្តមិនហៅវាទេព្រោះគាត់មិនចង់ឲ្យ Petunia ព្រួយបារម្ភនៅពេលល្ងាចនៃថ្ងៃនោះបន្ទាប់ពី Vernon បានត្រឡប់មកផ្ទះវិញគាត់បានសម្រេចចិត្តសួរ Petunia អំពី Lily គាត់គិតថាមានដំណឹងចម្លែកមួយដូចជាសម្បុកបក្សីនៅពាក់កណ្ដាលថ្ងៃហើយមានភ្លៀងធ្លាក់ដែលមិននឹកស្មានដល់ព្រឹត្តិការណ៍ទាំងនេះអាចតាក់ទងនឹងប្អូនស្រីរបស់ Petunia នៅពេលដែល Petunia និយាយថាកូនប្រុសរបស់ Lily មានឈ្មោះ Harry Vernon មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅព្រឹកថ្ងៃទី1ខែកក្កដាក្រុមគ្រួសារ Dursley បានរកឃើញ Harry ដេកនៅមុខផ្ទះជាមួយនឹងសម្បុត្រមួយច្បាប់ពី Albus Dumbledore នៅក្នុងសម្បុត្រនោះវាបានពិពណ៌នាអំពីការស្លាប់របស់ Lily និង James Potter ហើយ Harry គឺជាអ្នករស់រានមានជីវិតតែម្នាក់គត់ Petunia គឺជាពូជពង្សតែមួយគត់របស់ Harry ដែលនៅរស់រានមានជីវិតនាងអាចការពារ Harry ពីគ្រោះថ្នាក់គ្រួសារជាច្រើនចង់គ្រប់គ្រង Harry ប៉ុន្តែ Dumbledore ទូចថា Harry នឹងមានសុវត្ថិភាពជាងប្រសិនបើគាត់នៅជាមួយពូឈាមរបស់គាត់ Dumbledore ដឹងថាថ្ងៃណាមួយលោក Voldemort នឹងត្រឡប់មកវិញនៅយប់ដែល Voldemort វាយប្រហារគ្រួសារ Potter Lily បានការពារ Harry ដោយជីវិតរបស់នាងហើយបានបង្កើតមន្តអាគមបុរាណដើម្បីការពារ Harry ហើយដើម្បីរក្សាមន្តអាគមនេះឲ្យនៅរស់ Harry ត្រូវតែនៅជិតអ្នកដែលមានពូឈាមដូចគ្នានឹងម្ដាយរបស់ Harry នោះគឺ Petunia ទោះបីជា Petunia និង Vernon ទទួលយក Harry ជាសត្វចិញ្ចឹមក៏ដោយពួកគេបានប្រព្រឹត្តចំពោះ Harry យ៉ាងធ្ងន់ធ្ងរពួកគេបានព្យាយាមកម្ចាត់ Harry ហើយបានប្រាប់ Harry ថាពុកម្ដាយរបស់ Harry បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃខួបកំណើតគម្រប់5ឆ្នាំរបស់ Dudley Ming-Mike បានអនុញ្ញាតឲ្យ Dudley និង Harry ប្រកួតប្រជែងក្នុងហ្គេមតន្ត្រីអ្នកណាដែលផ្លាស់ទីមុននឹងចាញ់ Ming-Mike បានប្រាស្បែកជើងរបស់ Harry ដើម្បីធ្វើឲ្យ Harry ចាញ់ហើយនៅថ្ងៃបុណ្យ Noel នាងបានទិញកុំព្យូទ័រសម្រាប់ Dudley ប៉ុន្តែបានឲ្យ Harry ញ៉ាំអាហារសម្រន់ហើយមានពេលមួយ Harry បានជន់ស្បែកជើងរបស់ Ming-Mike ដោយចៃដន្យ Ripper បានដេញ Harry ឡើងលើដើមឈើគ្រួសារ Dursley Side ហើយគ្មាននរណាម្នាក់ខ្វល់ពីការយក Ripper ចេញទេពួកគេបានមើល Harry រហូតដល់ពាក់កណ្ដាលទ្រាត Petunia និង Vernon បានអនុញ្ញាតឲ្យ Harry ដេកក្នុងបន្ទប់តូចមួយនៅក្រោមជណ្ដើរខណៈពេលដែល Dudley មានបន្ទប់គេងពីរមួយសម្រាប់ការគេងនិងមួយសម្រាប់ប្រមូលប្រដាប់ក្មេងលេងលើសពីនេះទៀត Harry ត្រូវស្លៀកសម្លៀកបំពាក់ចាស់របស់ Dudley ដែលធំពេកសម្រាប់គាត់មានរឿងចម្លែកជាច្រើនបានកើតឡើងនៅពេលដែល Harry ចាប់ផ្ដើមបង្ហាញអំណាចរបស់គាត់ Petunia បានធ្វើឲ្យ Harry ខ្លីហើយទុកសក់របស់គាត់ចុះដើម្បីលាក់ស្លាកស្នាមអាក្រក់របស់គាត់ប៉ុន្តែនៅពេលព្រឹកសក់របស់ Harry បានត្រឡប់មកធម្មតាវិញ Petunia បានព្យាយាមឲ្យ Harry ពាក់អាវអាក្រក់ប៉ុន្តែអាវនោះតូចពេកហើយ Harry មិនអាចពាក់វាបាននៅពេលដែល Dudley និង Harry នៅសាលាឃុំសិក្សាពួកគេនៅសាលាតែមួយ Harry គ្មានមិត្តភក្តិទេព្រោះក្មេងដទៃទៀតខ្លាច Dudley និងមិត្តភក្តិរបស់គាត់ពួកគេតែងតែទាត់និងដាល់ Harry ដូចជា Harry ជាថង់សាច់វោះEnda របស់ Harry ត្រូវបានខូចហើយគ្រប់ដោយកោវថ្ងៃមួយ Dudley បានដេញ Harry នៅសាលារៀន Harry បានព្យាយាមរត់គេចខ្លួនហើយគាត់នៅខាងក្រោយសាលារៀនគាត់មិនដឹងថាគាត់ឡើងដល់ទីនោះដោយរបៀបណាទេនៅថ្ងៃខួបកំណើតគម្រប់10ឆ្នាំរបស់ Harry Dudley បានឲ្យអំណោយថ្ងៃកំណើតដល់ Harry អាវយឺតនិងស្បែកជើងចាស់របស់ Vernon នៅថ្ងៃខួបកំណើតគម្រប់11ឆ្នាំរបស់ Dudley គាត់ទទួលបានកុំព្យូទ័រទូរទស្សន៍និងកង់មួយជាអំណោយថ្ងៃកំណើតប៉ុន្តែ Dudley មិនពេញចិត្តទេព្រោះចំនួនអំណោយថ្ងៃកំណើតដែលគាត់ទទួលបានគឺតិចជាង1ឆ្នាំមុន Petunia និង Vernon បានសន្យាថានឹងទិញបន្ថែមគ្រួសារ Dursley បាននាំ Dudley ទៅសួនសត្វនៅថ្ងៃខួបកំណើតគម្រប់11ឆ្នាំរបស់គាត់ពួកគេបាននាំ Peter Polkis និងមិត្តភក្តិរបស់ Dudley ដំបូងឡើយគ្រួសារ Dursley បានទុក Harry ឲ្យនៅជាមួយអ្នកជិតខាងម្នាក់ឈ្មោះអ្នកស្រី Fig ប៉ុន្តែអ្នកស្រី Fig បានទូរស័ព្ទមកហើយនិយាយថានាងមានឆ្មាអិលដួលហើយរងរបួសដូច្នេះនាងមិនអាចមើលថែ Harry បានទេដូច្នេះពួកគេត្រូវយក Harry ទៅជាមួយព្រោះពួកគេខ្លាចថាប្រសិនបើពួកគេទុក Harry នៅផ្ទះតែម្នាក់ឯង Harry អាចវាយបំបែកផ្ទះពេលពួកគេមកដល់សួនសត្វពួកគេបានចូលទៅក្នុងផ្ទះសត្វចិញ្ចឹមហើយ Harry បានជួបពស់មួយក្បាលដែលបញ្ជូនសញ្ញាដោយព្រិចភ្នែកនេះជាលើកទី1ហើយដែល Harry និយាយជាមួយពស់ហើយ Peter Polkis ក៏បានឃើញវាដែរដូច្នេះពួកគេប្រញាប់ប្រាប់ Dudley ឲ្យមកមើលអ្នកទាំងពីរបានអបកញ្ចក់ដើម្បីមើលពស់ឲ្យច្បាស់ប៉ុន្តែភ្លាមនោះកញ្ចក់ក៏បាត់ទៅរហូតដល់ពស់ចេញមករត់ចេញអ្នកគ្រប់គ្រងសួនសត្វត្រូវចេញមកសុំទោសគ្រួសារ Dursley ហើយ Dudley ក៏បាននិយាយផងដែរថាពស់នោះកំពុងព្យាយាមខំគាត់បន្ទាប់ពីពួកគេត្រឡប់មកផ្ទះវិញ Vernon បានចាក់សោ Harry នៅក្នុងបន្ទប់មួយក្រោមជណ្ដើរជាការដាក់ទណ្ឌកម្ម Vernon គិតថា Harry បានប្រើអំណាចវេទមន្តដើម្បីធ្វើឲ្យកញ្ចក់បាត់ក្នុងរយៈពេល10ឆ្នាំ Harry ធំឡើងនៅក្នុងផ្ទះរបស់ Dursley គាត់មិនដែលទទួលបានភាពកក់ក្ដៅអ្វីឡើយគាត់ក៏ត្រូវបានដាក់ទណ្ឌកម្មដោយអ្នកស្រី Fig និងលោក Fig ផងដែរ Fig នឹងត្រូវបាន Dudley ចំអកជាញឹកញាប់នៅក្នុងផ្ទះរបស់ Dursley
មានរូបភាពគ្រួសាររបស់ពួកគេជាច្រើនប៉ុន្តែនៅក្នុងរូបភាពទាំងនោះគ្មាន Harry តតែសោះគ្មានសូម្បីតែរូបភាពមួយសន្លឹកនៅថ្ងៃខួបកំណើតគម្រប់11ឆ្នាំរបស់ Harry បានទទួលសម្បត្តិពី Hogwarts ដើម្បីអញ្ជើញគាត់ទៅសាលារៀនប៉ុន្តែ Petunia និង Vernon បានព្យាយាមបញ្ឈប់ Harry ពីការទទួលសម្បត្តិនេះជាលើកទី1ហើយដែល Dudley ត្រូវបានអូសចេញពីបន្ទប់ជាមួយ Harry ហើយពួកគេទាំងពីរបានព្យាយាមស្តាប់តាមទ្វារតើ Petunia និង Vernon កំពុងនិយាយអំពីអ្វី Petunia បានសួរ Vernon តើពួកគេដឹងដោយរបៀបណាថា Harry កំពុងដេកនៅឯណាពីព្រោះនៅក្នុងសម្បត្តិនោះពីខាងមុខទៅបន្ទប់របស់ Harry Potter នៅក្រោមជណ្ដើរនាងគិតថានាងនឹងឆ្លើយតបវិញថានាងមិនចង់បានរឿងនេះទេប៉ុន្តែ Vernon បានឆ្លើយតបថាគាត់មិនខ្វល់ពីសម្បត្តិនោះទេគាត់មិនធ្វើអ្វីទាំងអស់នៅពេលដែល Harry ត្រូវបានគេយកធ្វើជាកូនចិញ្ចឹមគាត់បានស្បត់ថាគាត់នឹងកម្ចាត់ Harry នៅយប់នោះ Vernon បានបញ្ជាឲ្យ Harry ដេកនៅក្នុងបន្ទប់លេងរបស់ Dudley មានការតូចចិត្តយ៉ាងខ្លាំងគាត់បានចំអកឲ្យ Harry គាត់បានទាត់ជើងឪពុករបស់គាត់បានទាត់ម្ដាយរបស់គាត់បានបោះអណ្ដាតចិញ្ចឹមរបស់គាត់រហូតដល់វាបែកកញ្ចាក់ប៉ោះប៉ុន្តែគាត់មិនបានត្រឡប់ទៅបន្ទប់របស់គាត់វិញទេនៅយប់ថ្ងៃកំណើតរបស់ Harry គាត់បានទទួលសម្បត្តិមួយទៀតប៉ុន្តែលើកនេះវាមកពី Harry Potter បន្ទប់គេងតូចបំផុត Harry ឆ្ងល់តើអ្នកផ្ញើសម្បត្តិដឹងដោយរបៀបណាថាគាត់បានផ្លាស់ទៅបន្ទប់គេងវាមានន័យថាអ្នកផ្ញើសម្បត្តិប្រកាសជាបានព្យាយាមតាក់ទងគាត់ដូច្នេះ Harry បានគ្រោងទុកថាគាត់នឹងចេញទៅរង់ចាំអ្នកជំនាញវេទមន្តនៅពេលព្រឹកហើយនៅពេលព្រឹកព្រលឹម Harry បានធ្វើតាមផែនការប៉ុន្តែគាត់ត្រូវបានបង្ខំឲ្យដើរទៅមុខ Vernon ដែលកំពុងបិទទ្វារបន្ទាប់មក Vernon បានចាក់សោទ្វារហើយបិទ Channel ទទួលសម្បត្តិប៉ុន្តែសម្បត្តិនៅតែព្យាយាមចូលមកហើយថ្ងៃមួយសម្បត្តិមួយច្បាប់ដែលមានសម្បត្តិរាប់រយបានចេញពីចាងរកានកម្ដៅដែលធ្វើឲ្យ Vernon អន្ទះសារហើយគាត់បានបញ្ជាឲ្យមនុស្សគ្រប់គ្នាផ្លាស់ចេញ Vernon បានបើកឡានដឹកគ្រួសាររបស់គាត់ទៅ Hogwarts ហើយស្នាក់នៅមួយយប់នៅសន្តាគារចាស់មួយនៅពេលព្រឹកម្ចាស់សន្តាគារបានមកជាមួយសម្បត្តិហើយបាននិយាយថាមានសម្បត្តិមួយក្នុងទម្រង់ជា Harry Potter បន្ទប់លេខ17 Vernon បានប្រញាប់ប្រញាល់ឲ្យ Harry ចេញទៅដើម្បីកុំឲ្យទទួលសម្បត្តិជាចុងក្រោយ Vernon បាននាំគ្រួសាររបស់គាត់ទៅឆ្នេរហើយបានខ្ចីទុកពីបុរសចំណាស់ម្នាក់ដើម្បីនាំគ្រួសាររបស់គាត់ទៅរូងភ្នំនៅកណ្ដាលសមុទ្រហើយនៅពាក់កណ្ដាលទ្រាតខណៈពេលដែលមនុស្សគ្រប់គ្នាកំពុងដេកលក់មានសម្លេងគូទ្វារយ៉ាងខ្លាំងនៅពីមុខរូងភ្នំហើយ Rubeus Hagrid បានទម្លុះទ្វារ Vernon បានរត់ចេញមកជាមួយកាំភ្លើងវែងប៉ុនតែ Hagrid មិនខ្លាចទេ Hagrid ក៏បានប្រាប់ Harry ថានាងជាមេធ្មប់ហើយ Vernon បានបញ្ជាឲ្យ Hagrid ឈប់និយាយហើយគាត់មិនចង់ឲ្យ Harry ដឹងអ្វីទាំងអស់ប៉ុន្តែ Hagrid មិនបានឈប់ទេគាត់បានប្រាប់ Harry គ្រប់យ៉ាងរួមទាំងអ្វីដែលបានកើតឡើងចំពោះឪពុកម្ដាយរបស់ Harry រួមទាំងសាលា Hogwarts Vernon នៅតែព្យាយាមបដិសេធមិនបញ្ជូន Harry ទៅ Hogwarts គាត់បាននិយាយថាគាត់នឹងមិនបង់ថ្លៃសិក្សាទេសម្រាប់មនុស្សឆ្កួតម្នាក់ដើម្បីបង្រៀន Harry លេងល្បិច Hagrid បានមកដូច្នោះហើយខឹងយ៉ាងខ្លាំងរហូតដល់ចំណុចគប់កន្ទុយជ្រូកនៅបាតរទេះនៅយប់នោះ Harry បាននាំ Harry ទៅផ្លូវ Diagon ដើម្បីទិញសម្ភារៈសិក្សាបន្ទាប់ពីនោះ Harry ត្រូវស្នាក់នៅជាមួយ Dursley រយៈពេល1ខែទៀតរងចាំសាលារៀនបើកក្នុងអំឡុងពេលនេះ Dursley ស្ទើរតែមិនបាននិយាយជាមួយ Harry ហើយ Harry នៅម្នាក់ឯងក្នុងបន្ទប់ពេលដល់ពេលគាត់ទៅសាលារៀនគាត់បានសុំឲ្យ Vernon បញ្ជូនគាត់ទៅស្ថានីយ៍រថភ្លើង King's Cross Vernon បានបដិសេធប៉ុន្តែយ៉ាងណាក៏ដោយគាត់ត្រូវទៅទីក្រុង London ដើម្បីនាំ Dudley ទៅជួបគ្រូពេទ្យហើយនៅយប់នោះ Dursley បានបញ្ជូន Harry ទៅស្ថានីយ៍រថភ្លើង King's Cross Vernon សាច់មុនពេលគាត់ចាក់ចេញព្រោះមិនមានស្ថានីយ៍រថភ្លើង934សម្រាប់ Dudley គាត់បានទៅសាលា Smelting ដែលជាសាលាចាស់របស់ពូ Vernon ពេល Harry បញ្ចប់ការសិក្សាឆ្នាំដំបូងនៅ Hogwartsគាត់បានត្រឡប់មកស្នាក់នៅជាមួយ Dursley ក្នុងអំឡុងពេលវិស្សមការរដូវក្តៅគ្រួសារ Dursley បានទុកសម្ភារៈសិក្សារបស់ Harry នៅក្នុងបន្ទប់ក្រោមជណ្ដើរហើយចាក់សោទ្វារ Dudley ខ្លាច Harry ខ្លាំងណាស់ហើយពួកគេមិនដឹងថា Harry មិនបានទទួលការអនុញ្ញាតឲ្យប្រាំមិនអាគមនៅខាងក្រៅសាលាទេនៅថ្ងៃខួបកំណើតគម្រប់12ឆ្នាំរបស់ Harry ពូ Vernon បានអញ្ជើញភ្ញៀវមកផ្ទះរបស់គាត់ប៉ុន្តែគាត់មិនបានអញ្ជើញពួកគេមកពិធីជប់លៀងខួបកំណើតរបស់គាត់ទេប៉ុន្តែគាត់បានអញ្ជើញពួកគេឲ្យនិយាយអំពីរឿងការងារពូ Vernon សង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយអតិថិជននេះហើយគាត់មិនចង់ឲ្យ Harry បំលីងកិច្ចព្រមព្រៀងនោះទេដូច្នេះគាត់បានសុំឲ្យ Harry នៅស្ងៀមតាមដែលអាចធ្វើទៅបានដោយសន្មតថា Harry មិននៅក្នុងផ្ទះនេះទេប៉ុន្តែមានភាពរញ៉េរញ៉ៃមួយបានកើតឡើងនៅពេលដែល Dobby Elf ផ្ទះបានលួចមករក Harry ហើយគាត់បានកំពប់ pudding នៅលើរ៉ិតបន្ទាប់ពីនោះសត្វស្លាបមួយហ្វូងបានហើរចូលទៅក្នុងផ្ទះដើម្បីប្រកាសថា Harry បានកំពប់ pudding នៅខាងក្រៅសាលាហើយអ្វីដែលអាក្រក់ជាងនេះទៅទៀតប្រពន្ធរបស់ភ្ញៀវដែលត្រូវបានអញ្ជើញឲ្យនិយាយអំពីអាជីវកម្មខ្លាចសត្វស្លាបដូច្នេះពួកគេប្រញាប់ចេញពីផ្ទះហើយនោះបានបំផ្លាញផែនការអាជីវកម្មរបស់ពូ Vernon ឥឡូវនេះRusa Dursley បានដឹងថា Harry មិនបានទទួលការអនុញ្ញាតឲ្យប្រាំមិនអាគមនៅខាងក្រៅសាលារៀនទេពូ Vernon ខឹងនឹង Harry យ៉ាងខ្លាំងដែលបានបំផ្លាញផែនការអាជីវកម្មរបស់គាត់ដូច្នេះគាត់បានចាក់សោ Harry នៅក្នុងបន្ទប់ហើយដាក់កញ្ចក់នៅពីមុខបង្អួចដើម្បីការពារ Harry ពីការរត់គេចខ្លួនប៉ុន្តែនៅទីបញ្ចប់ Ron, Fred និង Jake បានមកជួយ Harry ដោយទាញកញ្ចក់ចេញហើយយក Harry ចេញពីបង្អួចក្នុងអំឡុងពេលបុណ្យ Noel គ្រួសារ Dursley បានផ្ញើអំណោយទៅ Harry រួមជាមួយនឹងសម្បត្តិមួយច្បាប់ដោយប្រាប់ Harry ឲ្យសួរគ្រូថាតើគាត់អាចស្នាក់នៅ Hogwarts ក្នុងឈ្មោះក្រោយបានដែរឬទេប៉ុន្តែ Harry មិនអាចស្នាក់នៅ Hogwarts ក្នុងឈ្មោះក្រោយបានទេដូច្នេះនៅពេលដែលឈ្មោះបន្ទាប់មកដល់ Harry ត្រូវស្នាក់នៅជាមួយ Dursley ម្ដងទៀត
Harry បានផ្ដល់លេខទូរស័ព្ទរបស់ Dudley និង Ron បានព្យាយាមទូរស័ព្ទទៅ Harry ប៉ុន្តែគាត់មិនដឹងពីរបៀបប្រើទូរស័ព្ទរបស់ Michael ទេដូច្នេះគាត់ស្រែកខ្លាំងថាគាត់ចង់និយាយជាមួយ Harry Potter ហើយនោះធ្វើឲ្យ ពូ Vernon ខឹងយ៉ាងខ្លាំងហើយបានប្រាប់ Ron កុំឲ្យទូរស័ព្ទទៅគាត់ម្ដងទៀតភាពវឹកវរបានកើតឡើងម្ដងទៀតនៅពេលដែលមីងម៉ាច់មកលេងពូ Vernon បានប្រាប់ Harry ឲ្យមានឥរិយាបថល្អជាធ្នូនឹងអាជ្ញាប័ណ្ណដើម្បីអនុញ្ញាតយី Harry ទៅ Hogsmeade Fred និង Vernon បានកុហកមីងម៉ាច់ថា Harry ត្រូវបានបញ្ជូនទៅសិក្សានៅ Hogwarts ហើយនោះធ្វើឲ្យមីងម៉ាច់សប្បាយចិត្តខ្លាំងណាស់មីងម៉ាច់ចូលចិត្តឲ្យ Harry នៅជិតគ្នាដើម្បីឲ្យនាងអាចប្រៀបធៀប Harry និង Dudley ហើយនាងបានប្រមាថដល់ពុកម្ដាយរបស់ Harry ខ្លាំងណាស់ដែល Harry មិនអាចគ្រប់គ្រងកំហឹងរបស់គាត់បានអំណាចវេទមន្តដែល Harry មិនអាចគ្រប់គ្រងបានធ្វើឲ្យមីងម៉ាច់មានផ្ទៃពោះហើយហោះឡើងលើពីដាន Vernon បានបញ្ជាឲ្យ Harry នាំមីងម៉ាច់ត្រឡប់មកវិញប៉ុន្តែ Harry បានបដិសេធហើយគាត់បានរត់ចេញពីផ្ទះបន្ទាប់ពីនោះមនុស្សមកពីក្រសួងវប្បធម៌បានមកផ្ទះលេខ4ផ្លូវ private ដើម្បីនាំមីងម៉ាច់ចុះមកហើយផ្លាស់ប្ដូរការចងចាំរបស់នាងមិនថាពូ Vernon ខឹងយ៉ាងណាទេគាត់នៅតែទៅយក Harry នៅស្ថានីយ៍រថភ្លើង King's Cross ដើម្បីត្រឡប់មកផ្ទះវិញនៅចុងបញ្ចប់នៃឈ្មោះពេល Harry ដើរចេញពី Chancellor នៅផ្ទះលេខ 9304 ដើម្បីត្រឡប់ទៅពិភពលោករបស់ Michael វិញ Harry កាន់សំបុត្រមួយពី Sirius Black នៅក្នុងដៃពូ Vernon បានសួរថាតើនោះជាអ្វីហេតុអ្វីបានជាអ្នកមិនឲ្យទម្រង់បែបបទនោះទៅគាត់ម្ដងទៀតប៉ុន្តែ Harry បានឆ្លើយតបថាវាជាសំបុត្រមួយពីឪពុករបស់គាត់ពូ Vernon បានប្រកែកវិញថាអ្នកមិនមានឪពុកទេ Harry បានឆ្លើយតបថាបាទវូចាសោខ្ញុំមានឪពុករបស់ខ្ញុំជាមិត្តល្អរបស់ពុកម្ដាយខ្ញុំហើយគាត់ក៏ជាឃាតករដែលបានរត់ចេញពីពន្ធនាគារផងដែរនៅចុងបញ្ចប់នៃឈ្មោះនេះ Dudley ត្រូវសម្រក់ទម្ងន់ព្រោះគិលានុបដ្ឋាយិកាសាលាបានប្រាប់ខ្ញុំថា Dudley ថត់ពេកហើយគ្មានឯកសណ្ឋានសាលាដែលគាត់អាចស្លៀកបានដូច្នេះគិលានុបដ្ឋាយិកាសាលាត្រូវកំណត់អាហាររបស់ Dudley ទោះបីជានាងជឿថា Dudley មិនថត់ក៏ដោយគាត់គ្រាន់តែជាក្មេងប្រុសធំម្នាក់មនុស្សផ្សេងទៀតនៅក្នុងផ្ទះរួមទាំងពូ Vernon និង Harry ត្រូវញ៉ាំអាហារសម្រក់ទម្ងន់ជាមួយ Dudley ថ្ងៃមួយពូ Vernon បានទទួលសំបុត្រចម្លែកមួយព្រោះសំបុត្រនោះពេញទៅដោយតែមហើយសំបុត្រនេះត្រូវបានផ្ញើពីអ្នកនាង Weasley បានសុំឲ្យ Harry ទៅចូលរួមការប្រកួតបាល់ទាត់ពិភពលោក The Dick ជាមួយក្រុមគ្រួសាររបស់នាងហើយនាងទទួលបានតែមជាច្រើនព្រោះនាងខ្លាចថានាងមិនអាចផ្ញើវាបាននាងមិនដែលប្រើសំបុត្រ Big ពីមុនមកទេពូ Vernon ខឹងខ្លាំងណាស់ព្រោះបុរសនោះមានមន្តស្នេហ៍ខ្លាំងដែលគាត់សាច់ពេលគាត់ផ្ញើសំបុត្រនោះ Harry ក៏បានគំរាមពូ Vernon ថាប្រសិនបើគាត់មិនអនុញ្ញាតឲ្យគាត់ទៅគាត់នឹងផ្ញើសំបុត្រទៅពុករបស់គាត់ជាចុងក្រោយពូ Vernon ត្រូវតែចុះចាញ់ព្រោះគាត់ខ្លាច Sirius Black ខ្លាំងណាស់ក្រុមគ្រួសាររបស់អ្នកនាង Weasley បានមកទទួល Harry ប៉ុន្តែពួកគេមិនបានប្រាប់ពីរបៀបដែលពួកគេនឹងទៅទទួល Harry នោះទេក្រុមគ្រួសាររបស់អ្នកនាង Weasley គិតថាពួកគេអាចដើរបានធម្មតាប៉ុន្តែតាមពិតក្រុមគ្រួសាររបស់អ្នកនាង Weasley កំពុងធ្វើដំណើរឆ្លងកាត់បំពង់ផ្សែងដែលត្រូវដើរឆ្លងកាត់លើហើយផ្ទះរបស់ Dudley ត្រូវបានបិទអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះបានធ្វើឲ្យឪពុករបស់អ្នកនាង Weasley គឺ Fred George និង Ron ជាប់គាំងនៅក្នុងឡហើយពួកគេត្រូវបំផ្ទុះវាចោលហើយនោះបានបំផ្លាញបន្ទប់ទទួលភ្ញៀវរបស់គ្រួសារអ្នកនាង Weasley ក្រុមគ្រួសារ Dursley ទាំងខឹងនិងភ័យខ្លាចក្នុងពេលតែមួយហើយរឿងអាក្រក់ជាងនេះទៅទៀតនោះគឺ Fred និង George កំពុងលួចធ្វើស្លឹកឈើ Clover 6 សន្លឹកស្លឹកឈើ Clover នេះគឺជាផលិតផលមួយក្នុងចំណោមផលិតផលដែល Fred និង George បានធ្វើជារឿងកំប្លែង Dudley កំពុងទំអាហារដូច្នេះគាត់បានរើសវាឡើងហើយញ៉ាំវាហើយអណ្ដាតរបស់គាត់ក៏ចេញមកអ្នកនាង Weasley ខឹងយ៉ាងខ្លាំងចំពោះ Fred និង George ហើយនាងបានស្ម័គ្រចិត្តសម្អាតផ្ទះនិងធ្វើឲ្យអណ្ដាតរបស់ Dudley ត្រឡប់មកធម្មតាវិញប៉ុន្តែមុនពេល Harry បានទៅផ្ទះរបស់អ្នកនាង Weasley សួរ Vernon ថាតើអ្នកមិននិយាយលេខក្មួយប្រុសរបស់អ្នកទេអ្នកនឹងមិនបានជួបគាត់ទេរហូតដល់ជំនាសក្រោយហើយនោះធ្វើឲ្យ Vernon ខឹងព្រោះអ្នកគ្រូ Weasley ទើបតែបំផ្លាញផ្ទះរបស់គាត់ហើយបានបង្រៀនគាត់អំពីសុជីវធម៌ប៉ុន្តែ Vernon បាននិយាយលា Harry ដោយអចេតនាព្រោះគាត់ខ្លាចស្លឹកឈើ6សន្លឹករបស់អ្នកគ្រូ Weasley នៅចុងបញ្ចប់នៃឈ្មោះ Harry បានត្រឡប់មករស់នៅជាមួយ Dursley វិញក្នុងអំឡុងពេលនេះ Dudley មិនបាននៅផ្ទះទេព្រោះគាត់បានកុហកឪពុកម្ដាយរបស់គាត់ថាគាត់ត្រូវញ៉ាំអាហារនៅផ្ទះមិត្តភក្តិរបស់គាត់ជារៀងរាល់ថ្ងៃអ្នកគ្រូ Petunia មានការរំភើបយ៉ាងខ្លាំងដែល Dudley មានមិត្តភក្តិច្រើនប៉ុនតែការពិតគឺ Dudley និងមិត្តភក្តិរបស់គាត់បានទៅបឺរេបំផ្លាញប្រដាប់ក្មេងលេងនៅក្នុងសួនកុមារដាក់ដុំថ្មត្រីនៅក្នុងឡានហើយ Dudley បានក្លាយជាអ្នកប្រដាល់និងជាជើងឯកទម្ងន់ធ្ងន់ថ្នាក់ក្មេងពីការប្រកួតនៅសាលានៅ Kittewen ភាគខាងត្បូង Chiangray ហើយលោក Vernon មានមោទនភាពចំពោះកូនប្រុសរបស់គាត់យ៉ាងខ្លាំងថ្ងៃមួយ Harry បានឃើញ Dudley ដើរទៅផ្ទះតែម្នាក់ឯង Harry បានធ្វើបាប Dudley ហើយរងចាំឈ្មោះរបស់ Dudley ខឹងហើយបានត្រឡប់ទៅវិញតើសិទ្ធិរាជជានរណាតើគាត់ជាមិត្តប្រុសរបស់អ្នកមែនទេគាត់បានមានសម្លេង Harry ស្រែកនៅពាក់កណ្ដាលត្រៀតថាគាត់ចង់សម្លាប់ Cedric Harry ខឹងខ្លាំងណាស់ដូច្នេះគាត់បានចាក់ Michael Jackson ប៉ុន្តែនៅពេលនោះអ្វីទាំងអស់ងឹតឈឹងហើយតាមពីក្រោយដោយសម្លេងវិញ្ញាណ Harry និង Dudley ត្រូវបានវាយប្រហារដោយវិញ្ញាណទោះបីជា Dudley មិនបានឃើញវិញ្ញាណក៏ដោយប៉ុន្តែគាត់អាចមានអារម្មណ៍វាបាន Dudley គិតថា Harry កំពុងធ្វើអ្វីផ្សេងដូច្នេះគាត់បានដាល់ Harry ចំក្បាល Harry ប្រញាប់ចេញទៅដេញវិញ្ញាណទាំងនោះបន្ទាប់ពីនោះ Dudley ឈឺធ្ងន់ Harry ត្រូវនាំគាត់ទៅផ្ទះរួមជាមួយមិត្តភក្តិម្នាក់ឈ្មោះអ្នកស្រី Fig ឥឡូវនេះ Harry បានដឹងការពិតថាអ្នកស្រី Fig គឺជា Script ហើយកំពុងមើល Harry ពីចម្ងាយពូនិងមីងខឹងខ្លាំងណាស់
ហើយបានស្ដីបន្ទោស Harry ប៉ុន្តែ Harry បានព្យាយាមពន្យល់ថាវាជាការងាររបស់វិញ្ញាណលោក Vernon មិនដឹងថា Harry ចង់មានន័យយ៉ាងណាទេប៉ុន្តែអ្នកស្រី Fig យល់ព្រោះនាងបានមើល Sarah Snape និយាយជាមួយ Lily អំពីរឿងនេះទោះបីជាវាយូរយារណាស់មកហើយក៏ដោយអ្នកស្រី Fig នៅតែចងចាំព្រោះនាងតែងតែសុបិនថានាងចង់ទៅ Hogwarts ដោយប្អូនស្រីរបស់នាងហើយ Harry បានប្រាប់ Dudley អំពីការវិលត្រឡប់របស់ Lord Voldemort ហើយនោះជាលើកដំបូងដែលលោកស្រី Fig សម្លឹងមើល Harry ដោយភ្នែកដែលនិយាយថាលោកស្រី Fig គឺជាប្អូនស្រីពិតរបស់គាត់លោក Vernon មិនដឹងថា Harry កំពុងឬបានដេញទេដូច្នេះគាត់បានបណ្ដេញ Harry ចេញព្រោះ Harry អាចជាការគំរាមកំហែងដល់គ្រួសាររបស់គាត់ប៉ុន្តែភ្លាមនោះមានសម្បត្តិមួយពី Dumbledore ទៅកាន់ Petunia ស្ទើរតែដួលសន្លប់នាងបាននិយាយថា Harry ត្រូវតែនៅទីនេះហើយមិនត្រូវទៅណាទេហើយពី3ថ្ងៃក្រោយមកក្រុមគ្រួសាររបស់ Dursley បានទទួលសម្បត្តិមួយថាពួកគេត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងការប្រកួតតាមពិតទៅ Nifedora Tongai បានផ្ញើសម្បត្តិคล้ายៗនេះដោយសុំឲ្យ Dursley ចាក់ចេញហើយក្រុម Kinnock Pones បានជួយ Harry ចេញបន្ទាប់ពីថ្នាក់ទី5 Dursley បានទៅយក Harryនៅស្ថានីយរថភ្លើង King's Cross ហើយពួកគេបានជួប Kinnock Pones ជាច្រើនដូចជា Manny Moody Lupin, Weasley Tonks ហើយពួកគេក៏បានគំរាមកំហែងលោក Vernon ថាប្រសិនបើ Harry មិនធ្វើទទួលបានការថែទាំកាន់តែប្រសើរពួកគេប្រកាសជាឆ្លោះគ្នានៅចុងបញ្ចប់នៃឈ្មោះ Harry ត្រូវបានចាក់សោនៅក្នុងបន្ទប់របស់គាត់ហើយកំរនិយាយជាមួយគ្រួសារ Dursley ណាស់ថ្ងៃមួយ Dumbledore ត្រូវបានគេសន្មត់ថានឹងជួប Harry ប៉ុន្តែ Harry ភ្លេចប្រាប់គ្រួសារ Dursley ថានោះធ្វើឲ្យលោក Vernon ខឹងដូច្នេះ Dumbledore បានបង្ហាញខ្លួននៅមុខទ្វារប៉ុន្តែពួកគេក៏ខ្លាចគាត់ដែរ Dumbledore បានអញ្ជើញខ្លួនឯងហើយបង្ខំឲ្យគ្រួសារ Dursley ផឹកទឹកឃ្មុំជាមួយគ្នាហើយអ្វីដែលអាក្រក់ជាងនេះទៅទៀត Dumbledore បានហៅសត្វនោះឲ្យបង្ហាញខ្លួននៅកណ្ដាលផ្ទះ Petunia ស្ទើរតែដួលសន្លប់ព្រោះសម្លៀកបំពាក់របស់សត្វនោះខ្វាក់ហើយផ្ទះរបស់ Dursley មិនដែលមានអ្វីខ្វក់បែបនេះទេខណៈពេលដែល Harry ឡើងលើ Dumbledore បានប្រាប់ Petunia និង Vernon ថាពួកគេមិនបានធ្វើអ្វីដែល Dumbledore បានសួរ Harry មិនទទួលបានផ្ទះកក់ក្ដៅទេអ្វីដែល Harry ទទួលបានគឺជាការបោះបង់ចោលហើយដីដែល Lily បានការពារ Harry នឹងត្រូវបាត់បង់នៅឆ្នាំក្រោយនៅពេលដែល Harry មានអាយុ17ឆ្នាំដូច្នេះ Harry នឹងត្រូវត្រឡប់មកទីនេះវិញនៅឆ្នាំក្រោយហើយនោះនឹងជាលើកចុងក្រោយដែល Harry នឹងនៅទីនេះហើយឆ្នាំបន្ទាប់ Harry បានត្រឡប់មកផ្ទះរបស់ Dursley វិញក្នុងអំឡុងពេលវិស្មការថ្ងៃមួយ Harry បានជន់លើពែងតែដោយចៃដន្យនៅពីមុខបន្ទប់ Harry បានដឹងនៅពេលក្រោយថា Dudley គឺជាអ្នកដាក់ពែងតែនៅទីនោះ Weasley និង Kingsley បានមករកគ្រួសារ Dursley ដើម្បីពន្យល់ថាគ្រួសារ Dursley ត្រូវលាក់ខ្លួនព្រោះលោក Voldemort និងកូនប្រុសរបស់គាត់ដេញតាម Harry ពេល Harry មានអាយុ17ឆ្នាំក្រុមគ្រួសារ Dursley ចាប់ផ្ដើមវេចខ្ចប់ដើម្បីផ្លាស់ទៅកន្លែងដែលស្ដេចនៃសត្វ Phoenix បានប្រាប់ពួកគេប៉ុន្តែលោក Vernon បានដឹងថានេះអាចជាផែនការដែល Harry បានធ្វើដើម្បីយកផ្ទះនោះដោយដែលគាត់ផ្ទាល់ Harry ត្រូវពន្យល់រហូតដល់ Dudley និយាយថាគាត់ចង់លាក់ខ្លួនយោងតាមផែនការដែលលោក Vernon ត្រូវធ្វើដោយដែលកូនប្រុសរបស់គាត់បាននិយាយនៅថ្ងៃនោះមកដល់ Hestia Jones និង Dedalus Decker សមាជិកនៃស្ដេចនៃសត្វ Phoenix បានមកដល់ផ្ទះ Dursley ដើម្បីនាំពួកគេទៅកន្លែងលាក់ខ្លួននេះនឹងជាពេលវេលាចុងក្រោយរវាង Harry និងក្រុមគ្រួសារ Dursley លោក Vernon បានលូកដៃចេញពីដៃ Harry ប៉ុន្តែគាត់បានផ្លាស់ប្ដូរចិត្តហើយបានក្រវីដៃហើយ Dudley បានសួរគាត់មិនយល់ទេថាហេតុអ្វីបានជា Harry មិនមកជាមួយពួកគេហើយតើ Harry នឹងទៅណាលោក Vernon បាននិយាយថា Harry នឹងទៅជាមួយមនុស្សប្រភេទដូចគ្នា Hestia Jones មានការភ្ញាក់ផ្អើលហើយបានប្រាប់ Dursley អ្នកមិនដឹងទេអ្វីដែល Harry បានឆ្លងកាត់ Harry គឺជាក្តីសង្ឃឹមរបស់យើងប្រឆាំងនឹងលោក Voldemort Harry បានប្រាប់ Hestia ថាកុំវល់ពីពួកគេ Harry គ្រាន់តែជាអ្នកវេទមន្តនៅពេលនោះ Dudley បានឆ្លើយតបថាគាត់មិនគិតថា Harry ជាអ្នកជំនាញវេទមន្តទេ Harry បានជួយសង្គ្រោះជីវិតគាត់ហើយនោះធ្វើឲ្យមីង Petunia យំឃើញកូនប្រុសរបស់គាត់ដោយចិត្តទន់ភ្លន់បន្ទាប់មក Dudley បានកាន់ដៃ Harry ហើយនិយាយថាជួបគ្នាហើយ Harry បានប្រាប់ Dudley ថាថែរក្សាខ្លួនអ្នកផងមីង Petunia បាននិយាយលា Harry ហើយដើរចេញពីបន្ទប់ដោយមិនមើល Harry ប៉ុន្តែមានពេលមួយនាងឈប់ហើយមើលទៅ Harry ដូចជានាងមានរឿងចង់និយាយប៉ុន្តែនាងបានផ្លាស់ប្ដូរចិត្តហើយដើរចេញពីផ្ទះបន្ទាប់ពីនោះគ្រួសារ Dursley បានទៅលាក់លួននៅកន្លែងដែលឧទ្យាន Phoenix បានរៀបចំរហូតដល់ចប់សង្គ្រាម Dudley បានធំឡើងជាមនុស្សពេញវ័យគាត់បានរៀបការហើយមានកូន2នាក់ Dudley ប្រកាសជាបានតាក់ទង Harry ច្រើនដងហើយពួកគេបានជួបគ្នាម្ដងម្កាលដើម្បីឲ្យកូនរបស់ពួកគេជួបគ្នារាល់ពេលដែលកូនរបស់ពួកគេលេងពួកគេមានភាពសប្បាយរីករាយក្នុងការនិយាយគ្នា Dudley និង Harry អង្គុយស្ងៀមដោយមិននិយាយគ្នាទោះបីជា Dudley ធំឡើងដើម្បីត្រូវបានចិញ្ចឹមបីបាច់ជាឪពុកនិងម្ដាយក៏ដោយប៉ុន្តែ Dudley មិនបានឈប់ទេឲ្យកូនរបស់គាត់ធ្វើជាមិត្តនឹងកូនរបស់ Harry កូនរបស់ Harry គឺជាឪពុកនិងម្ដាយបន្ទាប់ពីមីង Petunia ស្លាប់ Dudley បានរកឃើញភួយដែលមីង Petunia បានរក្សាទុកវាជាភួយដែលគ្រប់ជើងតូចរបស់ Harry នៅយប់ដែល Harry ត្រូវបានគេដាក់នៅផ្ទះលេខ4ផ្លូវ Privet Alley ហើយ Dudley បានឲ្យភួយនោះទៅ Harry ភួយនោះមិនត្រឹមតែជាបំណែកចុងក្រោយដែល Harry បានទទួលពីឪពុកនិងម្ដាយរបស់គាត់ប៉ុណ្ណោះទេប៉ុន្តែសម្រាប់ Petunia វាគឺជាបំណែកចុងក្រោយ